លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីចាត់ទុកការជួយសង្គ្រោះអាយុជីវិតកុមារប្រៀបដូចជាការជួយកសាងធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិនាពេលអនាគតលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានថ្លែងថាការជួយសង្គ្រោះអាយុជីវិតកុមារប្រៀបដូចជាការជួយកសាងធនធានមនុស្សដ៏សំខាន់ដែលជាទំពាំងស្នងឫស្សីជាអ្នកបន្តវេនការស្ដារនិងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឲ្យបានរីកចម្រើនថ្កប់ថ្កើងរុងរឿងនាពេលអនាគតការថ្លែងរបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារនៅមន្ទីរពេទ្យកុមារជាតិនាថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026គម្រោងវះកាត់បេះដូងកុមារនេះគឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិនិងសមាគមសុខាភិបាលខ្មែរនៅអាមេរិកដែលហៅកាត់ថា CHP-AA ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើតតាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃដើម្បីផ្ដល់មកវិញនូវសុខុមាលភាពនិងជីវិតដ៏ត្រចះត្រចង់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានថ្លែងថាបេសកកម្មរបស់មន្ទីរពេទ្យកុមារជាតិដែលសហការជាមួយសមាគមសុខាភិបាលខ្មែរអាមេរិកនាពេលនេះបានផ្ដល់នូវស្នាមញញឹមថ្មីដល់ក្រុមគ្រួសារសាច់ញាតិបងប្អូនបានឃើញកូនក្មួយរបស់ពួកគាត់អាចជាសះស្បើយពីជំងឺបេះដូងពីកំណើតនេះហើយអាចរស់នៅជួបជុំគ្រួសារដោយសប្បាយរីករាយដោយក្រុមគ្រួសារដទៃទៀតដែរជាងនេះទៅទៀតការជួយសង្គ្រោះអាយុជីវិតកុមារប្រៀបដូចជាការជួយកសាងធនធានមនុស្សដ៏សំខាន់ដែលជាទំពាំងស្នងឫស្សីជាអ្នកបន្តវេនការស្ដារនិងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឲ្យបានរីកចម្រើនថ្កប់ថ្កើងរុងរឿងទៅអនាគតជាមួយគ្នានេះដែរលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានបំពេញតួនាទីយ៉ាងល្អប្រសើរក្នុងនាមជាសេនាធិការរដ្ឋាភិបាលជាពិសេសអំឡុងពេលមានបញ្ហាតាមព្រំដែននាពេលកន្លងមកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនិងវីរៈកងទ័ពជួរមុខបានទាន់ពេលវេលានិងមានប្រសិទ្ធភាពមួយវិញទៀតលោកជំទាវក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារជាតិទាំងអស់ដែលបានខិតខំជួយជ្រោមជ្រែងសហការជាមួយសមាគមសុខាភិបាលខ្មែរនៅអាមេរិកនិងសូមជូនពរឲ្យគម្រោងវះកាត់បេះដូងនេះដំណើរការទៅដោយរលូននិងទទួលបានភាពជោគជ័យជានិច្ចនិរន្តរ៍នៅក្នុងឱកាសនោះលោកញឹបអង្គាបោះនាយកមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថាដើម្បីអភិវឌ្ឍផ្នែកវះកាត់និងព្យាបាលជំងឺបេះដូងមន្ទីរពេទ្យកុមារជាតិបានសហការជាមួយអង្គការ CHP-AA ដែលមានអ្នកជំនាញមកពីសហរដ្ឋអាមេរិកនិងមានជំនាញយូរឆ្នាំលើការព្យាបាលនិងវះកាត់បេះដូងកុមារពីកំណើតនៅក្នុងកិច្ចសហការនេះមានគោលបំណងវះកាត់ជំងឺបេះដូងជូនកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើតដោយមិនកាត់ថ្លៃនិងពង្រឹងភាពជាដៃគូរវាងមន្ទីរពេទ្យកុមារជាតិនិងអង្គការ CHP-AA មន្ទីរពេទ្យកុមារជាតិបានត្រៀមខ្លួនរួចជាស្រេចនិងសហការជាមួយសមាគមសុខាភិបាលខ្មែរនៅអាមេរិកដើម្បីផ្ដល់ការវះកាត់ជូនកុមារចំនួន12នាក់និង4នាក់ពិនិត្យឡើងវិញក្នុងបេសកកម្មរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិកដើម្បីដាក់កម្មវិធីវះកាត់បន្តបន្ទាប់ពីកម្មវិធីវះកាត់បន្តនេះមន្ទីរពេទ្យកុមារជាតិនិងសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានរៀបចំផែនការ3ឆ្នាំខាងមុខដើម្បីឲ្យមន្ទីរពេទ្យកុមារជាតិមានសមត្ថភាពវះកាត់ដោយក្រុមវិជ្ជបណ្ឌិតឯកទេសរបស់មន្ទីរពេទ្យតែម្ដងតាមរយៈការគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សសម្ភារៈបរិក្ខារដែលចាំបាច់ក្នុងការវះកាត់នេះ